ក្នុងលោកនេះមានបុគ្គលខ្លះកើតតនសាសនាក៏ប៉ុន្តែគ្មាននិស្ស័យជាមួយនឹងសាសនាបុគ្គលខ្លះកើតតនព្រះពុទ្ធក៏ប៉ុន្តែគ្មាននិស្ស័យជាមួយនឹងព្រះពុទ្ធបុគ្គលខ្លះកើតតនព្រះធម៌ក៏ប៉ុន្តែគ្មាននិស្ស័យជាមួយនឹងព្រះធម៌បុគ្គលខ្លះកើតតនព្រះសង្ឃក៏ប៉ុន្តែគ្មាននិស្ស័យជាមួយនឹងព្រះសង្ឃបុគ្គលខ្លះកើតតនវត្តវាអារាមក៏ប៉ុន្តែគ្មាននិស្ស័យជាមួយនឹងវត្តវាអារាមពីមួយថ្ងៃទៅមួយថ្ងៃរបស់បុគ្គលប្រភេទនេះពោពេញទៅដោយអំពើបាបពោពេញទៅដោយចំហាយបាបពោពេញទៅដោយការគិតតែអំពើបាបឥរិយាបថទាំង4ដេកដើរឈរអង្គុយរបស់បុគ្គលប្រភេទនេះមានតែរឿងបៀតបៀនរឿងប្រទោសដល់សាសនាដល់ព្រះពុទ្ធដល់ព្រះធម៌ដល់ព្រះសង្ឃដល់វត្តវាអារាមតែប៉ុណ្ណោះពីមួយថ្ងៃទៅមួយថ្ងៃរបស់បុគ្គលប្រភេទនេះគិតតែពីរឿងបំផ្លិចបំផ្លាញប្រយោជន៍សាសនាប្រយោជន៍សាធារណៈប្រយោជន៍រួមតែប៉ុណ្ណោះតែរឿងការសាងប្រយោជន៍ក្នុងសាសនាសាងប្រយោជន៍សាធារណៈសាងប្រយោជន៍រួមគេគិតមិនសូវឃើញឬក៏គេគិតឃើញដែរក៏ប៉ុន្តែគេមិនជ្រះថ្លាមិនត្រេកអរមិនសាទរជាមួយនឹងការសាងប្រយោជន៍សាសនាប្រយោជន៍សាធារណៈប្រយោជន៍រួមនោះទេប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃរបស់បុគ្គលប្រភេទនេះគឺមានតែការប្រទោសបៀតបៀនមានតែការបំផ្លិចបំផ្លាញដោយទ្វាទាំង3គឺមានកាយទ្វាវិច័យទ្វានិងមនោទ្វាជាដើមចឹងបានថាបុគ្គលប្រភេទនេះអាចនិយាយបានថាជាបុគ្គលអភ័ព្វក៏បានពីព្រោះថាគេគ្មាននិស្ស័យជាមួយនឹងអំពើល្អការសាងកុសលផលបុណ្យទុកសម្រាប់ខ្លួនគេនិងទុកសម្រាប់ជាប្រយោជន៍រួមឬក៏ជាសម្បត្តិសាធារណៈនោះទេបុគ្គលប្រភេទនេះអាចនិយាយម្យ៉ាងទៀតថាវត្តមានរបស់គេនៅលើផែនដីនេះគឺគ្រាន់តែជាទម្ងន់មួយតែប៉ុណ្ណោះគឺគ្មានប្រយោជន៍អ្វីនៅលើភពផែនដីនេះតតែសោះជាតិកំណើតរបស់គេគ្រាន់តែជាទម្ងន់ដល់ផែនដីនេះតែប៉ុណ្ណោះពីព្រោះថាគេមិនបានចូលរួមជួយកសាងផែនដីនេះឲ្យបានរីកចម្រើនឲ្យបានស្រស់បំព្រងឲ្យប្រកបដោយសេចក្តីសុខនិងសុភមង្គលអ្វីតតែសោះមានតែការបំផ្លាញតែប៉ុណ្ណោះចឹងបានថាបុគ្គលប្រភេទនេះគឺជាប្រភេទបុគ្គលអភ័ព្វជាមួយនឹងការសាងអំពើបុណ្យសាងប្រយោជន៍រួមប្រយោជន៍សាធារណៈ